តាមđó có dân chặt lại cái bạn đây, bây giờ dân chặt hết nè, có chặt lại những bạn đây, chặt lại những máu, hơi đo trong nè, kéo trắng, đâm bay vào VC, đâm bay vào cái chạm mới khơi dân trâu chặt mà này, làm nhận lội ván, rồi còn lội tập phó lại vô hàng cầu mình bán, trắng trong chặt vô khang lên nữa hay chặt từ, một tấm máu nè, khơi đo trong cho nó trắng cái kéo dân chặt tầm một tiền hơi, dùng tầm chay ngàn, trắng ao dân prap chúng môi nâng ta sang phê mày bên mò cặpคนที่สุดจะการเรื่องของคนเพก បាទសួស្តីបងប្អូននឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់បាទចឹងថ្ងៃផងដែរខ្ញុំបាទនឹងមកឲ្យចែករំលែកចំណេះដឹងមួយទាក់ទងទៅនឹងការបង្កើត account Facebook ឬក៏ Facebook page ឲ្យត្រូវនឹងគោលការណ៍ដើម្បីផុសវីដេអូនិងផលិតវីដេអូរកប្រាក់ចំណូលជាមួយនឹង Facebook អញ្ចឹងតោះកុំឲ្យខាត់ពេលយើងចូលទៅក្នុង Facebook ទាំងអស់គ្នាចឹងថ្ងៃនេះផងដែរខ្ញុំបង្រៀនបងប្អូនបង្កើត page បាទបង្កើត Facebook page អញ្ចឹងយើងត្រូវមាន account Facebook មួយដើម្បីយើងចូលទៅបង្កើត page បានអញ្ចឹងយើងចុចចូលក្នុង account Facebook យើងមកបាទហើយខ្ញុំសូមប្រាប់មុនបាទក៏សូមអធិស្ឋានផងបើសិនមានស្លេរំខានអីក៏សូមអធិស្ឋានទឹកមុនផងបាទអូខេឥឡូវយើងចាប់ផ្ដើមចូលទៅកន្លែងបង្កើតទាំងអស់គ្នាដំបូងឡើយយើងចុចកន្លែងត្រង់ចំណុចខាងស្ដាំដៃឬខាងឆ្វេងដៃរបស់បងប្អូនហ្នឹងបងប្អូនហើយអូសមកឃើញមានពាក្យថាទំព័រនេះទំព័រហ្នឹងបងប្អូនចុចពីលើទំព័រហ្នឹងមកបាទចុចពីលើទំព័រហ្នឹងហើយបងប្អូននឹងឃើញកន្លែងសញ្ញាលេខបូកនេះបាទ page ដែលខ្ញុំបង្កើតតែថ្ងៃហ្នឹងគឺខ្ញុំមកបង្រៀនបងប្អូនឲ្យចេះបង្កើតសម្រាប់ពុកម៉ែបងប្អូនមួយចំនួនតូចដែលគាត់អត់ទាន់ចេះបង្កើតហើយសម្រាប់ពុកម៉ែបងប្អូនមួយចំនួនទៀតគាត់ចេះបង្កើតហើយគាត់អាចចូលមើលវីដេអូខ្ញុំហើយជួយឲ្យមេដៃមួយក៏បានដែរហ្នឹងហើយអូខេតោះយើងចុចចូលកន្លែងទៅនឹងមកហើយបងប្អូនឃើញបាទឃើញកន្លែងបង្កើត page អញ្ចឹងបងប្អូនដោយសារក្រុមហ៊ុន Facebook បានដាក់វិធានការថ្មីបាទអញ្ចឹងគឺថ្មីតែមែនតែនតែម្ដងបងប្អូនខ្ញុំមិនដែលឃើញទេខ្ញុំតំឃើញនឹងឯងអញ្ចឹងក៏ខ្ញុំយកមកចែកម្លែងបងប្អូនតែម្ដងអូខេកន្លែងចំណុចនេះបាទចំណុចនេះឬក៏ចំណុចនេះចឹងក្នុង4ចំណុចហ្នឹងតើយើងត្រូវសាងឬក៏បង្កើត page នៅត្រង់ចំណុចណាចឹងបងប្អូនអាចជ្រើសរើសមួយមកបាទក្នុងចំណុចហ្នឹងចឹងបងប្អូនជ្រើសរើសមួយមកចឹងបងប្អូនជ្រើសរើសយក2ចំណុចហ្នឹងមកសម្រាប់ខ្ញុំតែបើសិនជាបងប្អូនលក់ផលិតផលឬក៏លក់អីបងប្អូនអាចជ្រើសរើសpage នេះបានចំណុចហ្នឹងបានអញ្ចឹងខ្ញុំជ្រើសរើសចំណុចនេះបាទអញ្ចឹងគេឲ្យយើងរើស2ចំណុចអញ្ចឹងយើងអានតាមនឹងមកដោយសារខ្ញុំបានដូរភាសាអញ្ចឹងខ្ញុំជ្រើសរើសយក2ចំណុចហ្នឹងហើយយើងចុចទៅតែម្ដងឬក៏យើងចុចកន្លែងទៅនេះក៏បានដែរបើសិនជាយើងអត់ជ្រើសរើសនេះបងប្អូនចុចកន្លែងហ្នឹងក៏បានដែរចុចកន្លែងហ្នឹងមកហើយមកដល់ត្រង់ចំណុចនេះគេអត់បងប្អូនគេអត់អញ្ចឹងដើម្បីឲ្យវាស៊ីដើម្បីឲ្យគេឆាប់មើលឃើញយើងត្រូវជ្រើសរើសមកហ្នឹងហើយសម្រាប់អ្នកលក់អីវ៉ាន់ឬក៏លក់ផលិតផលអាចយកខាងក្រោមនឹងបានអញ្ចឹងខ្ញុំជ្រើសរើសយកខាងលើហ្នឹងហើយចុចទៅបន្ទាប់មកនេះឃើញដល់ត្រង់ចំណុចហ្នឹងអញ្ចឹងគឺគេឲ្យយើងចុចទៅមុខទៀតហើយខ្ញុំតូនឆៃងានអញ្ចឹងឲ្យយើងប្រើប្រាស់ជាមួយនឹងការសាង page ไม่เป็นเหมาะกับคนที่สุดจากการเรื่องของคน page มีพิเจตามที่คนต้องการចឹងគឺគេឲ្យយើងប្រើឈ្មោះ page ចឹងយើងដាក់ឈ្មោះ page យើងមកចឹង page ហ្នឹងខ្ញុំសូមបង្កើតទៅជា page មួយបាទជា page
ផុសរូបភាពមនុស្សស្រីអញ្ចឹងខ្ញុំផុសរូបភាពមនុស្សស្រីឬក៏ផុសរូបភាពបាទអញ្ចឹងគឺខ្ញុំសូមទៅសរសេរចេញជាភាសាអង់គ្លេសសិនខ្ញុំសូមដាក់ភាសាអង់គ្លេសអញ្ចឹងតោះឥឡូវខ្ញុំទៅដាក់ជាភាសាអង់គ្លេសមួយសិនហើយបើសិនជាយើងចង់ដឹងថាកម្មវិធីហ្នឹងកន្លែងប្រែភាសាបងប្អូនអាចបងប្អូនអាច comment ខាងក្រោមវីដេអូបានចាំខ្ញុំធ្វើវីដេអូជូនពីរបៀបដោននៅកម្មវិធីប្រែភាសារូបភាពតារូបភាពចឹងមកចឹងខ្ញុំសូមដាក់ចឹងបែបហ្នឹងហើយយើងថែមទៅទៀតមកជាងថែមអក្សរថៃមុខហ្នឹងមកខ្ញុំអត់សូមដាក់អក្សរថៃខ្ញុំសូមដាក់អក្សរខ្មែរដែរតែខ្ញុំដាក់Hovishaw អូខេឬហៅថាផ្លូវការអញ្ចឹងអូខេតើមកយើងចុចពាក្យថាខាត់បាយឬក៏យើងចុចទៅមុខអញ្ចឹងវាអត់អនុញ្ញាតឲ្យទេអញ្ចឹងយើងសុំដកវិញតើមកយើងយកទៅប៉ុណ្្នឹងបានហើយខ្ញុំសុំយកទៅប៉ុណ្្នឹងបានហើយឬក៏ខ្ញុំដាក់ទៅពីមុខទៀតខ្ញុំដាក់ឲ្យ01អញ្ចឹងទៅខ្ញុំដាក់ឲ្យ01ចឹងខ្ញុំសូមដាក់ប៉ុណ្្នឹងហើយចុចទៅមុខមើលតើអត់អូខេឥឡូវមកហើយចឹងនេះកន្លែងសាងរូបភាពចឹងយើងដាក់សាងរូបភាពលងមកអូខេតើមកយើងចុចទៅមុខទៀតបាទចុចទៅមុខតាមខ្ញុំមកហើយបាច់អានអក្សរទេបើអ្នកចេះអានគាត់អាចអានបានបើអ្នកអត់ចេះអានបាច់អានទេអក្សរហ្នឹងហើយអញ្ចឹងគឺយើងចិត្តបាន100%ហើយអញ្ចឹងបងប្អូនអាចដាក់ជាមួយនឹងអ៊ីមែលហើយលេខទូរស័ព្ទបងប្អូនលេខទូរស័ព្ទបាច់ដាក់បានដែរតែដាក់កន្លែងទីលំនៅបាទទីលំនៅហើយភូមិសង្កាត់បាទហើយរហ័សប្រៃសណីបាទគឺរហ័សលេខកូដតំបន់យើងហ្នឹងឯងបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងអាហ្នឹងខ្ញុំដាក់ពេលក្រោយក៏បានដែរអូខេអញ្ចឹងគឺយើងចុចទៅមុខទៅបាទអូខេឥឡូវយើងចុចមកមុខហើយអញ្ចឹងត្រង់ចំណុចនេះបាទត្រង់ចំណុចនេះគឺឲ្យយើងដាក់រូបភាព profile ឬក៏រូបភាព background នៅខាងក្រោយអញ្ចឹងយើងជ្រើសរើសជាមួយនឹងរូបភាពមួយមកបាទអញ្ចឹងខ្ញុំសូមជ្រើសរើសរូបភាពអញ្ចឹងបងប្អូនអាចជ្រើសរើសរូបភាពមករូបភាពខ្ញុំដោននៅណាចេះញ៉ៃដល់ហើយចេះដាក់សិនរូបភាពបាទខ្ញុំដាក់រូបភាពមួយហ្នឹងហើយខាង background ខ្ញុំដាក់រូបភាពមួយនេះអូខេតើមើលចុចពាក្យថាខាត់បាយឬក៏ចុចទៅមុខតើមកយើងអាចជ្រើសរើសប្រេនចំនួន1000នាក់អញ្ចឹងចុចពីលើហ្នឹងមកចុច1000នាក់ចុចខាត់បាយហើយត្រង់កន្លែងនេះគេឲ្យយើងបើកឬក៏បាច់បើកបានដែរអញ្ចឹងចុចទៅឲ្យទៅមុខទៀតហើយយើងនឹងបាន page មួយយ៉ាងស្រស់ស្អាតតែម្ដងបាទកូនសាម៉ាំងហើយយើងខាងក្រុមហ៊ុនបានផ្ញើសារមកថាយើងអាចបង្ហោះឬក៏ធ្វើអ្វីបាននៅលើ page មួយហ្នឹងហើយចឹងយើងទទួលបាន page មួយយ៉ាងស្រស់ស្អាតតែម្ដង
នេះបាទគឺយ៉ាងស្រស់ស្អាតតែម្ដងអញ្ចឹងយើងអាចធ្វើការផុសរូបភាពបានហើយអញ្ចឹង